បងប្អូនឃើញពណ៌ខ្មៅខ្មៅអញ្ចឹងមិនមែនដុំសូកូឡាទេណាកុំច្រឡំណាចឹងនេះគេហៅថាសាប៊ូកាហ្វេសម្រាប់ដុសខ្លួននិងដុសមុខចឹងថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបធ្វើជូនបងប្អូនទាំងអស់គ្នាបានមើលទាំងអស់គ្នាណាចឹងងាយមានគ្រឿងផ្សំតែប៉ុណ្្នឹងមុខទៅយើងអាចធ្វើបានហើយសាប៊ូពេលនេះខ្ញុំមានសាប៊ូនឹងចំណុះ4ខាំហើយខ្ញុំមានកាហ្វេហ្នឹងយើងកិនឲ្យម៉ត់ណាកុំយកអាគ្រើមយកអាម៉ត់កាហ្វេហ្នឹងចំនួន40ក្រាមហើយកាហ្វេហ្នឹងគ្រឿងផ្សំហ្នឹងបងប្អូនអាចដាក់លើសនឹងបានណាដោយសារខ្ញុំអស់នៅសល់ប៉ុណ្ណឹងអញ្ចឹងបងប្អូនអាចដាក់បានរហូតដល់ទៅ70ទៅ80ក្រាមក្នុងចំណុះសាប៊ូ400ក្រាមហ្នឹងណាហើយបងប្អូនធ្វើការដាំទឹកឲ្យក្តៅហើយដាក់សាប៊ូដុំយើងហ្នឹងរំលាយវាយើងអត់រំលាយផ្ទាល់មួយភ្លើងទេណាបងប្អូនគឺយើងដាក់ត្រាំវាលើទឹកក្តៅបែបហ្នឹងវានឹងរលាយហើយបងប្អូនកូរវាមើលខែលោវានៅមានដុំដែលមិនទាន់លាយអញ្ចឹងណាចឹងយើងកូរវាមើលតតាលាយអស់ស្មើគ្នាទាំងអស់ហ្មងអញ្ចឹងតរលាយអស់បែបហ្នឹងណាពេលវារលាយអស់រួចហើយយើងអាចលើកចុះបានហើយចឹងយើងលើកចុះមកយើងធ្វើការលាយជាមួយគ្រឿងផ្សំដែលយើងចង់ដាក់ធ្វើជាសាប៊ូសម្រាប់ដុសខ្លួនដែលត្រូវមួយស្បែកយើងណាកន្លែងនេះបញ្ជាក់តិចបងប្អូនចំពោះសាប៊ូដុំយើងនេះគឺប្រភេទសាប៊ូដែលអត់មានជាតិកាត់ជាតិអីទាំងអស់គឺអត់មានសារជាតិគីមីជាតិកាត់អីទេណាហើយមានជាតិប្រេងជាតិអីក្នុងហ្នឹងស្រាប់ហើយយើងមិនបាច់ដាក់ប្រេងមិនបាច់ដាក់អីទៀតក៏បានដែរតែបើយើងចង់បន្ថែមក៏បានណាអញ្ចឹងម្សៅកាហ្វេយើងដែលយើងត្រៀមទុកហ្នឹងយើងយកមកដាក់ចូលមកធ្វើយើងធ្វើការកូរវាឲ្យលាយសព្វល្អចូលមួយសាប៊ូហ្នឹងទៅកន្លែងនេះបងប្អូនអាចធ្វើរៀងញាប់ដែងតិចទៅដោយសារសាប៊ូយើងវាឆាប់កកវិញតែវាចុះត្រជាក់វាកកវិញបន្ទាប់ពីហ្នឹងមកខ្ញុំធ្វើការបន្ថែមនៅវីតាមីន E នេះយើងដាក់មកចំនួនទៅប្រហែលខ្ញុំដាក់នេះប្រហែលជា4-5ដំណក់ច្បាច់ចូលហ្នឹងហើយខ្ញុំធ្វើការដាក់ក្លិនចំពោះក្លិននេះបងប្អូនស្រឡាញ់ក្លិនអីដាក់ក្លិនហ្នឹងណាអញ្ចឹងខ្ញុំយកមកដាក់នេះគឺក្លិនកលាបយើងធ្វើការបន្តចូល2-3ដំណក់ទៅអញ្ចឹងនេះដោយសារដបនេះយើងច្បាច់អត់ការទេវាដបរឹងអញ្ចឹងខ្ញុំធ្វើការលាក់វា2-3ដំណក់ចូលទៅអញ្ចឹងបងប្អូនធ្វើស្រឡាញ់ក្លិនអីចូលចិត្តក្លិនអីអាចប្រើក្លិនហ្នឹងវីតាមីនអីចង់ដាក់វីតាមីនបែបណាអាស្រ័យលើបងប្អូនដែលត្រូវជាមួយស្បែកនឹងបងប្អូនណាអញ្ចឹងយើងធ្វើការកូរវាឲ្យចូលគ្នាសព្វហើយយើងមានពុម្ពស៊ីលីកូនបែបនេះមកដើម្បីយើងងាយស្រួលបេះសាប៊ូចេញណាបងប្អូនប្រើពុម្ពអីក៏បានដែរតែគ្រាន់ពុម្ពស៊ីលីកូនតុនបែបនេះគឺយើងងាយស្រួលក្នុងការបេះសាប៊ូចេញពេលវាកកបើក្នុងរយៈពេលធ្វើនឹងសាប៊ូវារាងកកបងប្អូនអាចយកទៅត្រាំលើទឹកក្តៅឡើងវិញនោះវានឹងរលាយមកវិញណាអញ្ចឹងយើងធ្វើការដួសដាក់រហូតតទៅអស់សាប៊ូយើងទៅហើយរយៈពេលវាកកប្រហែលជា2 ទៅ 3 ម៉ោងវាកកហើយទុកវាចោលក្រៅទៅអត់បាច់យកទៅដាក់ក្នុងទូក្លាសេក្នុងអីទេទុកវាក្រៅហ្នឹងទៅវាចុះត្រជាក់វាកកហើយណាហើយកន្លែងនេះបញ្ជាក់បន្តិចបើបងប្អូនដាក់គ្រឿងផ្សំជាប្រភេទទឹករាវបងប្អូនកុំដាក់ច្រើនណាដាក់តិចល្មមបានហើយតែអញ្ចឹងវាធ្វើឲ្យសាប៊ូយើងជ្រាយវាអត់រឹងណាយកល្អយើងប្រើជាម្សៅទៅម្សៅកាហ្វេម្សៅម្រុំម្សៅអីផ្សេងដែលយើងចង់ដាក់ណាជាងចំណុះសាប៊ូ400ក្រាមនេះគឺខ្ញុំចាក់បានប៉ុណ្ណឹងពុម្ពនេះគឺចំណុះ110ក្រាមក្នុងមួយក្នុងមួយប្រឡោះ110ក្រាមអញ្ចឹងខ្ញុំធ្វើបាន4ដុំហ្នឹងវា440ក្រាមអញ្ចឹងត្រូវឲ្យខ្ញុំទុករយៈពេល2ម៉ោងយើងឃើញថាសាប៊ូយើងបានកកអញ្ចឹងយើងអាចធ្វើការបេះវាចេញពីពុម្ពយើងបានហើយអញ្ចឹងពុម្ពជ័រស៊ីលីកូនបងប្អូនឃើញហើយយើងងាយស្រួលបេះវាមកហើយពុម្ពជ័រហ្នឹងយើងលាងទុកហើយប្រើលោកក្រោយទៀតគឺប្រើបានរហូតណាហើយពុម្ពជ័រស៊ីលីកូននេះមិនត្រឹមចាក់បាននៅសាប៊ូទេបងប្អូនយកទៅដាក់ជីនំចាក់នំដុតនំក៏បានដែរវាធន់នឹងសីតុណ្ហភាពអត់ប៉ះពាល់សុខភាពស្បែកណាហើយក៏អត់ប៉ះពាល់ដល់សុខភាពយើងដែរចឹងសាប៊ូ4ដុំមួយដុំចំណុះ110ក្រាមនេះគឺបងប្អូនដុសបានយូរមែនតើ
ចំពោះខ្ញុំមកដុំខ្ញុំដុសបាន2 ទៅ 3 អាទិត្យចឹង4 ដុំនេះខ្ញុំដុសបាននិយាយទៅដុសបាន 3-4 ខែដែរព្រោះមួយដុំជិត1 ខែបានអស់ហើយបើនិយាយយើងចំណាយជាទឹកលុយសរុប4 ដុំនេះអស់ប្រហែលជា 20000 ទេណាចឹងយើងឃើញថាចំណេញមែនតើហើយយើងបានគុណ